អស្ចារ្យឈួតខ្ញុំពិតជាបានជីកយកថ្មសំណល់ចំនួន10,000ដុំហើយបានរកឃើញកញ្ចក់យ៉ាង green ឥឡូវនេះខ្ញុំនឹងរកលុយទេវាមិនអាចទៅរួចទេក្នុងការប្រើកាកសំណល់មួយដុំតើអាចផលិតយ៉ាង green របស់យ៉ាង green បានដោយរបៀបណាអ្នកបោកប្រាស់អ្នកត្រូវតែសម្លាប់យូ3មានភ្នែកជាច្រើនគូនៅក្នុងទស្សនិកជនតើខ្ញុំអាចបោះបង់ Vengeance ដោយរបៀបណាខ្ញុំសុខចិត្តទទួលយកការបរាជ័យហើយអ្នកចាញ់តម្លៃទីផ្សាររបស់ Bolation យ៉ាង Green Jedi គឺ12លានប្អូនប្រុសខ្ញុំនឹងចំណាយ10លានសម្រាប់ត្បូងពេជ្រនេះបើលក់ឲ្យខ្ញុំនឹងបង់12លានផ្ទេរប្រាក់ឥឡូវនេះខ្ញុំនឹងផ្ដល់ឲ្យអ្នក15លានប្អូនប្រុសលក់ឲ្យខ្ញុំហាកូនល្អខ្ញុំនឹងឈ្នះ12លានសម្រាប់10,000យន្តឋានសុខដៅមួយបរិះចំណាស់របស់ខ្ញុំបាននៅ Thank you ពេញមួយជីវិតរបស់គាត់នេះជាលើកទី1ហើយដែលខ្ញុំបានឃើញយុវជនដ៏មានឥទ្ធិពលបែបនេះចៅហ្វាយទី2បានឲ្យរង្វាន់ខ្ញុំវាគ្រាន់តែជាសំណាងល្អខ្ញុំមានសំណាងណាស់វាពិតជាមិនសំណាងទេដែលយកកញ្ចក់ចេញពីកំទេចថ្មប្រុសអ្នកឈ្មោះ Chen Hua មែនទេខ្ញុំចាំអ្នក Vengeance បានភ្នាល់ឲ្យអ្នកចាញ់យោងតាមកិច្ចព្រមព្រៀងអ្នកត្រូវតែសុំទោសខ្ញុំជាសាធារណៈហើយសារភាពថាអ្នកបានបង្ខាំងខ្ញុំសម្រាប់ការដោះដូរថ្មរដុបដោយសម្ងាត់អ្នកក៏ត្រូវសងប្រាក់800,000 យូររបស់ឪពុកខ្ញុំផងដែរតើអ្នកគិតយ៉ាងណាដែរអ្នកគ្រាន់តែដាក់សុំអ្នកផ្សេងហើយចាញ់ការភ្នាល់សុំទោសភ្លាមខ្ញុំសុំទោសខ្ញុំមិនគួរធ្លាក់ចូលទៅក្នុងអន្ទាក់អ្នកដោយសម្ងាត់ផ្លាស់ប្ដូរថ្មរដុបនោះទេវាជាកំហុសរបស់ខ្ញុំកាន់តែខ្លាំងខ្ញុំមនុស្សទេខ្ញុំសុំទោស Chen Huaខ្ញុំមិនគួរជាប់អ្នកទេវាជាកំហុសរបស់ខ្ញុំនៅពេលដែលខ្ញុំបានផ្លាស់ប្ដូរយកខ្ញុំមិនបានយកយូរទៅជាមួយទេខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅថ្ងៃស្អែកទៅមុនខ្ញុំនឹងផ្ដល់ឲ្យអ្នកមួយថ្ងៃដើម្បីប្រគល់សម្បត្តិឆ្នាំមកឲ្យខ្ញុំមុនថ្ងៃត្រង់ថ្ងៃស្អែកបើមិនដូច្នេះទេខ្ញុំមិនខ្វល់នឹងឲ្យអ្នកគ្រប់គ្នានៅទីក្រុងភីងហៅដឹងពីគ្រូសាហ្វែននោះទេចៅហ្វាយនេះវ័យក្មេងជាងគេគឺជាមនុស្សកំណាចមិនចេះរក្សាពាក្យសម្ដីChen Huaសូមរងចាំខ្ញុំនឹងចងចាំការក្រៀមក្រំនេះនៅថ្ងៃនេះខ្ញុំនឹងឲ្យអ្នកបង់ថ្លៃខ្ញុំនឹងធ្វើឲ្យអ្នកមិនអាចកាន់ក្បាលរបស់អ្នកនៅភីងហៅយ៉ាង Master Fan តើយើងគួរធ្វើអ្វីលើនេះតើខ្ញុំគួរធ្វើអ្វីខ្ញុំចង់មើលថាតើជីតារបស់ខ្ញុំនៅតែសើចក្នុងពិធីខួបកំណើតរបស់គាត់ក្នុងរយៈពេល3ថ្ងៃខ្ញុំចង់បំផ្លាញកេរ្តិ៍ឈ្មោះរបស់គាត់ Chen Hua សូមអបអរសាទរចំពោះការឈ្នះការភ្នាល់អ្នកពិតជាអស្ចារ្យមែនសូមអរគុណ3ថ្ងៃក្រោយមកវានឹងក្លាយជាខួបលើកទី70របស់ជីតាខ្ញុំញីឆាងដែលមនុស្សលេចធ្លោទាំងអស់នឹងទៅពិធីបុណ្យភេងហៅ Jade ឪពុករបស់ខ្ញុំបានរៀបអំពីអ្នកហើយពិតជាចង់ជួបអ្នកខ្ញុំសង្ឃឹមថាអ្នកអាចមកចូលរួមបានពិតណាស់ខ្ញុំនឹងទៅពិធីខួបកំណើតរបស់ជីតាសូមអរគុណចំពោះការអញ្ជើញនោះអស្ចារ្យណាស់ខ្ញុំនឹងរងចាំអ្នកនៅ Shoyan ក្នុងរយៈពេល3ថ្ងៃទៀតការពន្យាអាយុជីវិតនឹងកាត់ឡើងម្ដងទៀតស្ដេចសត្វភូមិបានដាក់អន្ទាក់រងចាំ Chen Hua កាត់វាចេញហើយ Chen Hua ហ៊ាបនឹងនាំអ្នកថ្មីអ្វីដែលគាត់មិនបានដឹងអំឡុងពេលលេងល្បែងស៊ីសងនោះគឺពិធីជប់លៀងមួយនេះក៏នឹងបង្ហាញពីផ្ទាំងតកនៃសោកនាដកម្មរបស់ឪពុកគាត់កាលពី3ឆ្នាំមុននៅសល់3ថ្ងៃទៀតមុនឆ្នាំរបស់ជីតាគាត់ជាមួយនឹងកំណត់ត្រារឿងព្រេងនិទានរបស់គាត់ក្នុងការឈ្នះ12លានយន្តពី10,000 យន់ Chen Hua បានក្លាយជារឿងព្រេងថ្មីដែលមនុស្សគ្រប់គ្នាស្គាល់នៅក្នុងពិភពល្បែងភីងហៅពេញមួយយប់Kaiwen បានដាក់ឈ្មោះឲ្យក្រៅថា Chiao Chen Ye ដែលឲ្យមនុស្សរាប់មិនអស់ចង់ក្លាយជាសិស្សរបស់គាត់ថៅកែត្បូងរាប់មិនអស់ចង់សហការជាមួយគាត់លោកគ្រូទី2អ្នកកំពុងស្វែងរកខ្ញុំហួរបានឮថា Old Man Yi បានអញ្ជើញអ្នកទៅពិធីខួបកំណើតរបស់គាត់បាទលោកម្ចាស់ទី2កញ្ញា Yi បានអញ្ជើញអ្នកផ្ទាល់ខ្ញុំហ៊ាបនឹងទៅទីនោះបរោះចំណាស់ Yi មានភ្នែកពោលខ្លាំងហើយចាប់បានយ៉ាងលឿនប៉ុន្តែខ្ញុំត្រូវតែរំលឹកអ្នកថា Vengeance គឺជាលោក Yiគាត់ប្រកាសជាមិនឲ្យអ្នកទៅចូលរួមពិធីខួបកំណើតរបស់ចៅប្រុសនោះទេអ្នកត្រូវតែប្រុងប្រយ័ត្នមិននឹកស្មានថា Vengeance មានអំណាចខ្លាំងនៅ Pingtho អរគុណច្រើនចំពោះលោកដែលបានរំលឹកខ្ញុំថាទីហ៊ាននឹងមករារាំងទឹកហើយផែនដីនឹងគ្របដណ្ដប់គាត់ចង់បង្កប់បញ្ហាខ្ញុំនឹងតាមដានអ្នកក្លាហានណាស់ខ្ញុំចូលចិត្តកម្លាំងរបស់អ្នកខ្ញុំក៏នឹងទៅទីនោះនៅថ្ងៃកំណើតរបស់អ្នកបើក្មេងប្រុសម្នាក់នោះមកពីគ្រួសារ Van ហ៊ានធ្វើបាបអ្នកពុកម៉ែបងប្អូនជួយគាំទ្រផងអរគុណលោកឪពុកទី2គាត់ដឹងថាអាយុវែងរបស់លោកយីប្រៀបដូចជាស្រះនាគនឹងរូងខ្លានេះក៏ជាឱកាសរបស់គាត់ដែរគាត់ត្រូវតែចាប់យកឱកាសនេះដើម្បីឈរយ៉ាងរឹងមាំ Vengeance អ្នកចង់ធ្វើឲ្យខ្ញុំខ្មាស់គេក្នុងពិធីជប់លៀងខួបកំណើតបន្ទាប់មកខ្ញុំនឹងលេងជាមួយអ្នកខ្ញុំចង់ឃើញល្បិចដែលអ្នកអាចធ្វើបានពេលបើកប្រអប់ឈើឃើញមានដុំថ្មរឹងមួយដុំដែលគាត់ទើបប្រមូលបានប៉ុន្មានថ្ងៃមុននេះបង្អួចបានបង្ហាញត្បូងមរកពណ៌ស្វាយដកម្រមួយបំណែកនៃផ្កាអាគីដេពណ៌ស្វាយហ្វីគុយថ្មរដុបពីអាងចិញ្ចឹមត្រីដងលេឆងឡូវត្រូវបានរៀបចំយ៉ាងពិសេសដោយ Chen Hua សម្រាប់ខួបកំណើតរបស់លោកយីគាត់ដឹងថាប្រសិនបើគាត់ចង់ទទួលបានការកោតសរសើរពីឆេងដែលអំណោយដ៏សម្រម្យគឺចាំបាច់ណាស់ថ្ងៃនេះគឺជាថ្ងៃខួបកំណើតគម្រប់70ឆ្នាំរបស់ស្ដេចភីងហៅ JJ ឌីហេដែលអ្នកធំទាំងអស់នៅក្នុងពិភពត្បូងនៅប្រទេសចិនខាងត្បូងត្រូវបានប្រមូលផ្ដុំនៅទីនេះហើយនេះក្រៅពីលោកយីតួអង្គសំខាន់ផ្សេងទៀតក្នុងរឿង Cheng Shoyan គឺ Chen Hua ដែលទើបតែល្បីនៅ Pengshao
Chen hửa, nẹ nơi tin ní khiêm kịch thà nẹ nâng dịt hơi mấy có khiêm một dịt bê từ tua ca ảnh chương rồi bọc cả nhà. Khiêm sông chun bồ lộc di sầm nàng lọ. Hay sao bài nén chen mình cô rục to tại sao nẹ kron tại ai một ban ta nẹ ai nom dọc ẩm nói ở vậy kla. Một chỉ mùi khiêm chỉ ta rồi bọc khiêm ban nỉ dây ẩm pi nẹ hơi trong chụp nẹ. อีช่างแดดจีสได้เจพิงหาวบ้านประโลกนงอุตสาหกรรมทบงอระยะเป50 ឆ្នាំមកហើយដោយចាប់ផ្ដើមពីអ្នកលក់តាមចិញ្ចើមផ្លូវរហូតដល់ដាច់មុខទីផ្សារត្បូងនៅប្រទេសចិនខាងត្បូង Chờ vai đa tu nị ti yang sầm khăn nơi không bị phục phim mà robot chân tàng mũ lục ta ní chỉ chen hò hò đại khiêm cầm bông prap nè. លោកយីដែលជាក្មេងចំនួនក្រោយចេនហោះហួរសូមជូនពរអ្នកនៅខួបកំណើតគម្រប់70 ឆ្នាំព្រះអាទិត្យនិងព្រះច័ន្ទមានភាពចម្រុងចម្រើនស្រស់នឹងសត្វគ្រាលនៅក្នុងឆេនចិនហើយអ្នកគឺចេនហោះហួរ8 ទឹកកកឆៅ100ដុំកែវស្ដើង10000បំណែកឈ្មោះ Jane Yang Green ឈ្មោះរបស់អ្នកបានរីករាលដាលនៅក្នុងទីក្រុង Ping យ៉ាងថ្មីនេះវាគ្រាន់តែជាសំណាងនោះជាអ្វីដែលបានធ្វើឲ្យបុរសចំណាស់សាយ